เก็บสู้บอมปอนถึงออกเนี่ยไงนี้นี่ខ្ញុំមកចែករំលែកពីរបៀបបំលែងពីអក្សរនៅក្នុងរូបភាពទៅជាអក្សរដែលអាចកែបានមិនថាអក្សរនៅក្នុងសៀវភៅបែបនេះហើយយើងចង់បំលែងអក្សរដែលក្នុងសៀវភៅហ្នឹងទៅជាអក្សរដែលអាចកែបានឬក៏បងប្អូនចង់វាយកិច្ចសន្យាអីមួយហើយបងប្អូនខ្ជិលវាយឡើងវិញបងប្អូនគ្រាន់តែថតកិច្ចសន្យាឬក៏អត្ថបទណាមួយដែលបងប្អូនចង់ឲ្យធ្វើទៅជា file ឬក៏ចង់ធ្វើទៅជាអត្ថបទដែលអាចកែបានគឺបងប្អូនគ្រាន់តែស្គាល់កម្មវិធីមួយគឺងាយស្រួលដែលកម្មវិធីនោះគឺឈ្មោះថា Textify អញ្ចឹងដើម្បីចង់ដឹងថាតើរបៀបធ្វើយ៉ាងណាតោះយើងទៅមើលរបៀបធ្វើទាំងអស់គ្នាដំបូងថតរូបអត្ថបទដែលយើងចង់បំលែងបន្ទាប់មកចូលកម្មវិធី Telegram ហើយចូលកន្លែង search វាយពាក្យថា Textify បន្តមកទៀតគឺយើងចូលកន្លែង Textify ហើយយើង upload រូបដែលយើងចង់បំលែងទៅជាអត្ថបទដែលអាចកែបានបន្តមកទៀតវានឹង process រូបនឹងឲ្យទៅជាអក្សរដែលយើងអាចកែបានគឺបងប្អូនអាច copy អក្សរនឹងយកទៅតាមតម្រូវការបងប្អូនមិនថាយកទៅដាក់ note ឬក៏យកទៅប្រើប្រាស់នៅក្នុងកុំព្យូទ័រគឺអាចប្រើបានតាមអ្វីដែលជាតម្រូវការជាក់ស្ដែងរបស់បងប្អូនអញ្ចឹងយើងស្គាល់កម្មវិធីនេះមួយគឺចំណេញទាំងពេលវេលាគឺយើងងាយ